រឿងសោមទត្តព្រាហ្មណ៍នៅពេលដែលយើងមានមិត្តល្អទោះបីយើងមានបុណ្យបានកើតកំណើតជាមនុស្សបាន10ជាតិក៏មិនស្មើយើងបានកើតត្រឹមតែមួយជាតិតែមានមិត្តល្អក្នុងរឿងសោមទត្តព្រាហ្មណ៍នេះគាត់ជាមិត្តសម្លាញ់ល្អនឹងគ្នាអាចជាគំរូល្អដល់ពួកយើងទាំងអស់គ្នាដែលមិនទាន់ចេះធ្វើល្អចំពោះមិត្តល្អនៅក្នុងរឿងនេះមានដំណើរដូចតទៅគុណនៃការបូជាប្រយោជន៍ចំពោះមិត្តសម្លាញ់កាលព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គបរិនិព្វានយូរទៅហើយនៅក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ពីររូបឈ្មោះសោមព្រាហ្មណ៍មួយឈ្មោះសោមទត្តព្រាហ្មណ៍មួយជាសម្លាញ់ល្អនឹងគ្នាព្រាហ្មណ៍ទាំងពីររូបនេះចូលចិត្តលេងបាសកាភ្នាល់គ្នាដាក់គ្រឿងអលង្ការនិងសម្លៀកបំពាក់ផ្សេងថ្ងៃមួយសោមព្រាហ្មណ៍លេងចាញ់សោមទត្តព្រាហ្មណ៍ត្រូវបានឲ្យសម្លៀកបំពាក់និងចិញ្ចៀនឲ្យទៅសោមទត្តព្រាហ្មណ៍ទាំងអស់នៅសល់តែខោខ្លីមួយបន្ទាប់មកមិនហ៊ានទៅផ្ទះព្រោះខ្លាចប្រពន្ធរករឿងឆ្លោះប្រកែកឯសោមទត្តព្រាហ្មណ៍កាលបើដល់ពេលទៅផ្ទះក៏បបួលសោមព្រាហ្មណ៍ជាអ្នកចាញ់ទៅផ្ទះជាមួយសោមព្រាហ្មណ៍ប្រកែកដាច់អហង្ការមិនព្រមទៅផ្ទះទើបសោមទត្តព្រាហ្មណ៍សួរថាមនាសម្លាញ់ហេតុអ្វីបានជាអ្នកមិនទៅផ្ទះអ្នកឈឺចិត្តនឹងលេងចាញ់ខ្ញុំឬសោមព្រាហ្មណ៍បានឆ្លើយថាខ្ញុំមិនបានឈឺចិត្តដោយសម្លាញ់គិតទេប៉ុន្តែប្រពន្ធខ្ញុំបើមិនឃើញចិញ្ចៀនពាក់នៅដៃខ្ញុំទេមុខជានឹងរករឿងឆ្លោះជាមួយខ្ញុំជាប្រកបខ្ញុំមិនចង់ឲ្យមានការឆ្លោះប្រកែកគ្នាបានជាខ្ញុំមិនព្រមទៅផ្ទះសោមទត្តព្រាហ្មណ៍បានឮដូច្នោះហើយក៏ឲ្យសម្លៀកបំពាក់និងចិញ្ចៀនទៅសោមព្រាហ្មណ៍វិញហើយនាំគ្នាទៅផ្ទះរៀងខ្លួនចំណែកសោមទត្តព្រាហ្មណ៍ជាមនុស្សខិលខូចប្រព្រឹត្តកាមេសុមិច្ឆាចារនិងកូនប្រពន្ធអ្នកដទៃព្រះរាជាបានទទួលបណ្ដឹងអំពីអ្នកប្តឹងហើយចាត់ឲ្យរាជបុរសទៅចាប់ខ្លួនសោមទត្តព្រាហ្មណ៍មកធ្វើទោសលុះសោមទត្តព្រាហ្មណ៍មកដល់ព្រះរាជាទតឃើញរូបភាពជាមនុស្សខ្ពង់ខ្ពស់ហើយទ្រង់រំលឹកប្រដៅឲ្យឈប់ធ្វើអំពើនោះទៀតទ្រង់លែងឲ្យរួចខ្លួនត្រឡប់ទៅផ្ទះវិញសោមទត្តព្រាហ្មណ៍មិនព្រមលះបង់អំពើនោះឡើយនៅតែប្រព្រឹត្តអំពើនោះដដែលព្រះរាជាហៅមកហាមឃាត់អស់វរៈ3ដងសោមទត្តព្រាហ្មណ៍មិនព្រមស្ដាប់តាមសោះដល់គម្រប់4ដងទ្រង់ក្រោធពិរោធជាខ្លាំងឲ្យរាជបុរសយកទៅសម្លាប់ពួករាជបុរសចាប់ចងស្លាប់សេកបណ្ដើប្រកាសបណ្ដើគ្រប់ច្រកល្ហកក្នុងទីក្រុងហើយដំណឹងនេះក៏បានលេចឮដល់សោមព្រាហ្មណ៍ដែលធ្លាប់ចាញ់បាសកាសោមព្រាហ្មណ៍ក៏រត់មកមើលឃើញស្គាល់ថាជាសម្លាញ់អ្នកដែលធ្លាប់ឲ្យប្រយោជន៍ដល់ខ្លួនក្នុងពេលដែលលេងចាញ់បាសកាក៏និយាយអង្វររាជបុរសឲ្យឈប់ចាំនៅទីនេះសិនហើយប្រាប់ថាកុំអាលយកទៅសម្លាប់ចាំខ្ញុំទៅសុំទោសព្រះរាជាសិនរាជបុរសក៏ព្រមចាំសោមព្រាហ្មណ៍ក៏ទៅទូលសុំទោសព្រះរាជាទ្រង់តណ្ហិភាពស្ងៀមពុំមានព្រះរាជអង្គការដូចម្ដេចឡើយសោមព្រាហ្មណ៍ថ្វាយបង្គំលាត្រឡប់មកវិញឲ្យរាជបុរសដោះលែងសោមទត្តព្រាហ្មណ៍ហើយបានឲ្យចងខ្លួនគាត់យកទៅសម្លាប់ជំនួសវិញពួករាជបុរសទាំងឡាយដោះលែងសោមទត្តព្រាហ្មណ៍ហើយចងសោមព្រាហ្មណ៍យកទៅសម្លាប់ចោលទៅដួងវិញ្ញាណដ៏បរិសុទ្ធរបស់សោមព្រាហ្មណ៍ក៏អណ្ដែតទៅប្រតិស្ថានក្នុងវិមានមាសកណ្ដាលវងនៃពួកនារីទាំងឡាយនាស្ថានទេវលោកសោយទិព្វសម្បត្តិជាសុខសេមសានចំណែកសោមទត្តព្រាហ្មណ៍កាលបើរាជបុរសបានសម្លាប់សម្លាញ់ហើយក៏យំសោកបោកខ្លួនប្រាណអាណិតអាសូរក្រៃពេកលុះបន្ទោបងនៅការយំសោកហើយរៀបធ្វើជើងថ្កបូជាសពឬឆ្អឹងសម្លាញ់យកទៅទុកនៅផ្ទះរបស់ខ្លួនធ្វើតក្កណានុបទានផ្សាយកុសលទៅឲ្យអស់វរៈ3ថ្ងៃឯសោមទេវបុត្រសូមបញ្ជាក់ត្រង់នេះដែរសោមទេវបុត្រគឺជាសោមព្រាហ្មណ៍ដែលបានស្លាប់ទៅប៉ុន្តែឥឡូវគាត់បានកើតជាទេវតាឈ្មោះសោមទេវបុត្របានរលឹកនឹកឃើញសោមទត្តព្រាហ្មណ៍ជាសម្លាញ់ដែលបានធ្វើទានឧទ្ទិសកុសលចំពោះខ្លួនហើយក៏ចុះពីទេវលោកនិមិត្តខ្លួនជាមេនុបដើរចូលទៅផ្ទះសោមទត្តព្រាហ្មណ៍ជាសម្លាញ់និយាយប្រាប់សពគ្រប់តាមដំណើររឿងរបស់ខ្លួនបន្ទាប់មកទើបនាំសោមទត្តព្រាហ្មណ៍ទៅស្ថានទេវលោកដោយឫទ្ធិរបស់ខ្លួនប្រគល់ទិព្វសម្បត្តិឲ្យ7ថ្ងៃហើយនាំមកស្ថានមនុស្សលោកវិញត្រង់ចំណុចនេះដែរសូមបញ្ជាក់បងប្អូនថាទេវតាអាចឲ្យទិព្វសម្បត្តិមកយើងអស់រយៈពេល7ថ្ងៃដើម្បីឲ្យយើងបានស្គាល់ឋានទេវលោកសោមទត្តព្រាហ្មណ៍ឃើញហើយខំធ្វើបុណ្យទានគ្រប់យ៉ាងដោយចង់បានទិព្វសម្បត្តិដោយសោមទេវបុត្រហើយតែងគិតដល់កំហុសរបស់ខ្លួនកន្លងមកថា
កាលពីដើមអញមានទ្រព្យសម្បត្តិច្រើនមិនគិតពីធ្វើបុណ្យទានគិតតែស៊ីចាយសប្បាយវិនាសសម្បត្តិអស់ហើយធ្លាក់ខ្លួនក្រពេលនេះធ្វើដូចម្ដេចណនឹងបានទ្រព្យធ្វើបុណ្យទានឲ្យអស់ចិត្តនឹងគេការគិតយ៉ាងនេះយូរទៅក៏បណ្ដាលទៅជារោគស្គមលឿងដេកនៅលើកន្ទេលទៅណាមិនរួចសោមៈទេវបុត្រដឹងដូច្នោះហើយមានប្រាថ្នាចង់ឲ្យសម្បត្តិទឹកប៉ុន្តែយល់ថាមនុស្សលោកមិនអាចឲ្យទឹកសម្បត្តិបានឡើយទើបយកកែវមณีជោតិមួយដុំមកឲ្យកែវនោះអាចសម្រេចសេចក្តីប្រាថ្នាបានគ្រប់យ៉ាងសោមទត្តព្រាហ្មណ៍បានកែវមានអានុភាពនោះហើយសប្បាយចិត្តជារោគទាំងពួងក៏គិតថាចំណាយធ្វើទានតែម្យ៉ាងដរាបដល់អស់អាយុបានទៅកើតនៅស្ថានទេវលោកសោយសម្បត្តិទឹកជាសុខសេមសានជាមួយសោមៈទេវបុត្រជាសម្លាញ់អស់កាលជាយូរអង្វែងបន្ទាប់ពីបងប្អូនបានស្ដាប់រឿងនេះចប់ហើយតើបងប្អូនចង់បានមិត្តល្អដែរឬទេមិត្តសម្លាញ់ដែលមានសភាពបែបនេះមានតិចពេកនៅក្នុងលោកស្ទើរតែគ្មានសោះអ្នកមានមិត្តសម្លាញ់ទាំងឡាយនៅក្នុងលោកគួរតែយកតម្រាប់តាមសោមៈព្រាហ្មណ៍នេះគ្រប់គ្នាកុំសម្លាប់មិត្តក្នុងវេលាមានអាសន្នឡើយ